សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា1ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមសម្ដែងនូវការព្រួយបារម្ភជាខ្លាំងចំពោះសេចក្តីរាយការណ៍ថ្មីនេះនៅលើគេហទំព័រផ្លូវការនានារបស់ប្រទេសថៃជាពិសេសគេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃនិងទីបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរីត្រាតព្រមទាំងកាសែត The Nation ប្រទេសថៃដែលហាក់ដូចជាបង្ហាញថាប្រជាពលរដ្ឋខ្មែរកំពុងតែឈ្លានពានទឹកដីថៃនៅទីតាំងចំនួន17ស្ថិតនៅតំបន់ពីខេត្តពោធិ៍សាត់ដល់ខេត្តកោះកុងរួមទាំងតំបន់ស្រុកវាលវែងខេត្តពោធិ៍សាត់នៃប្រទេសកម្ពុជាដែលស្ថិតនៅទល់មុខស្រុកមឿងខេត្តត្រាតនៃប្រទេសថៃ2ជារឿងសំខាន់ដែលត្រូវទទួលស្គាល់ការពិតថាខណៈពេលដែលប្រទេសទាំងពីរមិនទាន់បានកំណត់ខណ្ឌសីមានៅតំបន់មួយចំនួននៃព្រំដែនរួមគ្នាប្រជាជនទាំងសងខាងបានរស់នៅនិងបង្កបង្កើនផលអស់ជាច្រើនទសវត្សរ៍មកហើយនៅលើដីក្នុងតំបន់ដែលមិនទាន់បានកំណត់ព្រំដែនការនេះបានបង្កឲ្យមានចំនួនឬការខ្វែងគំនិតគ្នាដែលភាគីទាំងពីរបានដោះស្រាយប្រកបដោយស្មារតីមិត្តភាពតាមរយៈគណៈកម្មាធិការព្រំដែនទូទៅនិងបានឯកភាពបញ្ជូនបញ្ហាស្មុគស្មាញទាំងនេះទៅគណៈកម្មការចម្រុះខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក JBC ដើម្បីដោះស្រាយស្របតាមអនុសារណៈនៃការយោគយល់គ្នាស្ដីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកដែលត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ2000 MOU 2000 3នៅក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកាលពីថ្ងៃទី10ខែកញ្ញាឆ្នាំ2025ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមុនដើម្បីបញ្ជាសកម្មភាពដែលអាចបង្កើនភាពតានតឹងឬពង្រីកតំបន់ជម្លោះកម្ពុជាបាននឹងកំពុងអត់ធ្មត់ជាទីបំផុតនិងអនុវត្តយ៉ាងតឹងរ៉ឹងចំពោះលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់តាមសេចក្តីប្រាថ្នាដែលភាគីទាំងពីរបានលើកឡើងដូចគ្នាថានេះគឺជាពេលដែលទាំងសងខាងគួរតែរួមគ្នាខិតខំលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការបន្ធូរបន្ថយភាពតានតឹងបន្ថែមទៀតកសាងទំនុកចិត្តរវាងគ្នាទៅវិញទៅមកដើម្បីឆ្ពោះទៅរកប្រក្រតីភាពឡើងវិញ4ហេតុនេះវាមិនមែនជាកាយវិការស្ថាបនាទេដែលមានការបំផុសបញ្ហាដោយបានប្រកាសជាសាធារណៈដោយកងទ័ពជើងទឹកថៃដែលបញ្ហានេះត្រូវបានដោះស្រាយសមស្របរួចហើយជាមួយនឹងការប្រស្រ័យទាក់ទងគ្នាចុងក្រោយនៅថ្ងៃទី1ខែកុម្ភៈឆ្នាំ2022កម្ពុជាសូមអំពាវនាវឲ្យភាគីថៃលើកបញ្ហានេះមកដោះស្រាយនៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកដែលគ្រោងនឹងជួបគ្នានៅខែក្រោយនិងទី5ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិសូមបញ្ជាក់ឡើងវិញនៅការបដិញ្ញាចិត្តដ៏ខ្ជាប់ខ្ជួននិងឥតងាករេរបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយប្រកបដោយមិត្តភាពចំពោះរាល់វិវាទព្រំដែនជាមួយប្រទេសថៃក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់តាមសន្តិវិធីស្របតាមច្បាប់អន្តរជាតិទន្ទឹមនឹងការបដិញ្ញាចិត្តរក្សាគោលជំហររបស់ខ្លួនថាព្រំដែនមិនត្រូវបានផ្លាស់ប្ដូរដោយការប្រើកម្លាំងនោះទេថ្ងៃប្រហោះ3កើតខែអាសត់ឆ្នាំអាសាញ់សប្តាហ៍ស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី25ខែកញ្ញាឆ្នាំ2025